ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Unlock អ្នកទាំងអស់គ្នាប្រកាសជាបាយ admin យូរហើយត្រូវអត់ឥឡូវហ្នឹង admin ត្រឡប់មកវិញហើយ admin នឹងសម្រាយរឿងមួយនេះឲ្យចាប់ជូនអ្នកទាំងអស់គ្នាហើយនឹងដាក់មករឿងពេញជូនអ្នកទាំងអស់គ្នាតែម្ដងឥឡូវនេះកុំឲ្យខាតពេលយូរយើងទៅមើលសាច់រឿងភាគទី18ពេញទាំងអស់គ្នារាមនៅសាច់រឿងភាគទី18នេះដែរគឺថា Rumo នឹងខូចចិត្តខ្លាំងមែនតើដោយសារតែឃើញរនចង់នឹងថតឈុតរៀបការជាមួយនឹងចាលូចាំពេលនឹងដែររនយ៉ាងគេដើរមកដល់ឃើញទស្សនវិជ្ជាបែបនេះគេក៏បានយកដៃរបស់គេនឹងទៅខ្ទប់ភ្នែករបស់ Rumo កុំឲ្យមើលតទៀតអី Rumo វិញនាងទប់ទឹកភ្នែកលែងជាប់ໄວទឹកភ្នែករបស់នាងហូរមកតក់ហ្មងស្រាប់ពេលនឹងដែរខាងសំអាងកាយគេក៏បានសួររនយ៉ាងថាតើអ្នកទាំងពីរមកលោឈុតរៀបការដែរមែនរនយ៉ាងគេក៏ឆ្លើយទៅវិញថាហ្នឹងហើយម្នាក់នេះគឺជាអនាគតប្រពន្ធរបស់គេរនចឹងគេបានមកនិយាយជាមួយនឹងរនយ៉ាងសួររនយ៉ាងថាមិនក៏រនយ៉ាងហ្នឹងមកឡៃហ្នឹងអញ្ចឹងរនយ៉ាងគេសួរវិញថាកន្លែងហ្នឹងមកបានតែរនចឹងឯងមែនគេមកអត់បានទេមែនបន្តបន្ទាប់មករនយ៉ាងគេក៏សួរតាក់ទងជាមួយនឹងរឿង Father Khun គេសួររនចឹងថារឿង Father Khun ចេញពីពេទ្យមិនក៏មិនប្រាប់គេអញ្ចឹងរនចឹងគេឆ្លើយថាដោយសារតែ Father Khun ក៏ចង់ឲ្យរនយ៉ាងហ្នឹងនៅធ្វើការនៅក្នុងក្រុមហ៊ុន Ron Season រនយ៉ាងគេលើកឲ្យគេនិយាយថាដោយសារតែឥឡូវហ្នឹងជាមួយរបស់ Father Khun ក៏បានធូរស្បើយតែឯរឿងពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន Lu Sheng ហ្នឹងក៏បានដោះស្រាយហើយទៀតអញ្ចឹងហើយគេលែងចង់ធ្វើការនៅក្នុងក្រុមហ៊ុន Ron C គ្រប់នឹងទៀតហើយរនចឹងគេតបទៅវិញទាំងឌឺថាបើសិនជាឯងចង់ឈប់ទៅក៏ដោយសារតែ Father Khun បានសុំវល់យើងច្រើនលើកច្រើនសារបានជាយើងយកព្រមឲ្យឯងធ្វើការនៅក្រុមហ៊ុននេះបន្តទៀតរនយ៉ាងគេស្ដាប់ឮហើយគេរៀងឆាវដែរហ្នឹងដល់ពេលអញ្ចឹងពីអ្នកបងប្អូនគេហ្នឹងក៏បានឆ្លោះគ្នាបន្តិចទៅខាងសំអាងការក៏បានមកប្រាប់ឲ្យពីអ្នកគេហ្នឹងបន្ថយសម្លេងតិចទៅដោយសារតែរំខានភ្ញៀវដទៃទៀតហើយនឹងដែរខាងសំអាងការហ្នឹងក៏បានសួរថាពីអ្នកគេហ្នឹងជាបងប្អូនភ្លោះមែនពីអ្នកគេហ្នឹងឆ្លើយឡើងតឡាគ្នាហ្មងថាមែនទេរនចឹងគេនិយាយថាពួកយើងគ្រាន់តែជាមិត្តភក្តិតែប៉ុណ្ណោះអ្នករនយ៉ាងវិញសាហាវហ្មងគេនិយាយថាពីអ្នកគេហ្នឹងមិនបានស្គាល់គ្នាទេតោះពីឆ្លើយអញ្ចឹងហើយហ្នឹងក៏បានប្រាប់សំអាងការឲ្យជួយតាប់តែងពាក់អាវកូនកំឡោះឲ្យគេផងតែយកអាស្ទាយណាស្អាតបន្តិចមកកុំយកស្ទាយដូចរនចឹងមើលទៅវាអន់ណាខាងសំអាងការគេបានមកហៅរនយ៉ាងបន្តែហើយចាំរនចឹងគេស្គាល់គេនិយាយថាកូនកំមុំបានតាប់តែងខ្លួនហើយរនចឹងគេដើរចេញទៅឃើញថាគឺជា Rumo ពីអ្នកគេហ្នឹងមិនទាន់បាននិយាយអីគ្នាគ្រាន់តែបានឈរសម្លឹងមុខគ្នារៀងយូរបន្តិចដែរខាងសំអាងការហ្នឹងលឿនដែរហ្នឹងបានទាញកាមេរ៉ាមកថតពីអ្នកគេហ្នឹងបានមកប៉ោះបានតែហ្នឹងដែរសាលូនាងក៏បានដើរមកដល់នាងឃើញទស្សនវិជ្ជាហ្នឹងហើយនាងមិនសូវពេញចិត្តប្រហែលដែរហ្នឹងហើយនាងបាននិយាយប្រាប់ទៅកាន់សំអាងថាច្រឡំមនុស្សហើយនាងគឺជាកូនកំមុំរបស់រនចឹងហើយរនយ៉ាងគេក៏បានដើរមកដល់ដល់ពេលអញ្ចឹងពួកគេក៏បានចាប់គូម្នាក់មកគូទៅរូម៉ូមើលទៅនាងមិនសូវសប្បាយចិត្តប្រហែលទេដល់ពេលអញ្ចឹងនាងថានាងសុំទៅផ្ទះមុនប៉ុន្តែសាលូនាងមិនដោះលែងនាងនិយាយថាបើសិនជាជ្រុលមកហើយថតរូបជុំគ្នាមកប៉ោះហើយចូលមកដល់កន្លែងថតរូបមានតែរនយ៉ាងហើយនឹងសាលូសប្បាយចិត្តជាងគេចំណែករនចឹងហើយនឹងរូម៉ូវិញទុកមុខម្នាក់ឡើងស្អុយហ្មងបើនិយាយពីថាឈរវិញឈរឃ្លាតគ្នាឡើងចង់2ម៉ែត្រនេះម្នាក់អញ្ចឹងហើយខាងកាមេរ៉ាហ្នឹងគាត់សេរីចុះសេរីឡើងរហូតថាឲ្យខិតចូលគ្នាបន្តិចមកខិតចូលគ្នាហើយហ្នឹងនៅឆ្លៀតបុកគ្នាដួលប្រពីប្រព្រោះពេញហ្នឹងទៀតដល់លូនឹងខឹងរនយ៉ាងហ្មងហើយនាងសួរថាមិនក៏បុកនាងអញ្ចឹងរនយ៉ាងគេឆ្លើយតបវិញថាគេមិនបានបុកទេគឺរនចឹងអ្នកបុកពេលអ្នកគេហ្នឹងនៅឆ្លោះគ្នានៅនឹងឯងរូម៉ូនាងក៏បានចូលមកសម្របសម្រួលដល់ពេលអញ្ចឹងនាងឈរកដាបដោយហើយឈុតនឹងដែររូម៉ូហើយនឹងរនចឹងពីអ្នកគេសម្លឹងមុខគ្នាដូចជាគូស្នេហ៍អញ្ចឹងហើយសម្រាប់សម្រួលទៅគឺថាបានតែមកប៉ោះនឹងឯងហើយឡើងរករ៉ាក់នេះត្រឡប់មកវិញរនយ៉ាងគេក៏បាននិយាយសុំទោសទៅកាន់រូម៉ូតាក់ទងនឹងរឿងដែលគេបន្លំខ្លួនធ្វើជាលៀងយូហ្នឹងរូម៉ូនាងនិយាយថាឥឡូវហ្នឹងវាលែងសំខាន់ទៀតហើយនាងក៏អរគុណទៅកាន់រនយ៉ាងនៅពេលដែលនាងមានបញ្ហាអីចឹងរនយ៉ាងតែងតែជួយនាងរហូតអញ្ចឹងណារនយ៉ាងគេលើអញ្ចឹងហើយគេក៏សួររូម៉ូថាតើរូម៉ូហ្នឹងឈប់ខឹងនឹងគេហើយមែនរូម៉ូនាងនៅរៀងតាក់ទើហើយនាងនិយាយថានៅពេលដែលឃើញមុខរនយ៉ាងធ្វើឲ្យនាងនឹកឃើញដល់រនចឹងហើយនាងមិនចង់នឹកឃើញដល់រនចឹងទៀតទេរនយ៉ាងគេក៏ក្លៀទៅឃើញតុក្កតាហើយគេក៏និយាយប្រាប់រូម៉ូថាឲ្យរូម៉ូនឹងចាំនៅនឹងសិនហើយគេទៅនាំមកផ្លែតលេខមករនចឹងវិញគេបានមកសុំរូបថតដែលគេបានថតជាមួយនឹងរូម៉ូមកស្លឹកនេះពីសំអាងការមើលទៅចិត្តគេស្រឡាញ់រូម៉ូខ្លាំងណាស់រនចឹងខ្លាំងហ្មងត្រឡប់មកកាន់រូម៉ូវិញនាងកំពុងតែឈរក៏មានតុក្កតាមួយមកអប់នាងនៅក្នុងតុក្កតានឹងអត់មានណាគេឆ្ងាយទេគឺជារនយ៉ាងរបស់យើងនឹងឯងរនយ៉ាងគេនិយាយថាបើសិនជាគេតាប់តែងខ្លួនបែបនេះនឹងមិនធ្វើឲ្យរូម៉ូនេះនឹកឃើញដល់រនចឹងទៀតទេគេនិយាយថាចាប់ពីពេលហ្នឹងទៅគេនឹងឈប់ធ្វើឲ្យដូចជារនចឹងណាគេចង់ធ្វើជាខ្លួនឯងម្ដងប៉ុន្តែគេសុំធ្វើជារនចឹងមកពេលនេះទៀតសម្រាប់រូម៉ូដែលគេឲ្យរូម៉ូនឹងចាត់ទុកគេជារនចឹងទៅហើយបើសិនជារូម៉ូមានពាក្យអីចង់និយាយទៅកាន់រនចឹងនោះនិយាយមកកាន់គេមករបៀបថាដូចនិយាយលាគ្នាអីចឹងបន្ទាប់មកទៀតរនយ៉ាងគេក៏បានអោនទៅអប់រូម៉ូហើយនិយាយថាលីហើយរូម៉ូនេះក៏បានអោនទៅអប់រនយ៉ាងវិញហើយនាងនិយាយថាលីហើយរនចឹងលីហើយលៀងយូបន្តមកទៀតមករនយ៉ាងគេនិយាយថាឥឡូវហ្នឹងរូម៉ូនាងបានបំផ្លែអតីតកាលឲ្យអស់ហើយចឹងហើយតើរូម៉ូ
ម៉ូអាចធ្វើជាជំនួយការរបស់គេបានអត់រូម៉ូនេះមិនទាន់បានឆ្លើយអីទេសាច់រឿងគេក៏បានកាត់មកដល់ពេលរូម៉ូនេះមកដល់ផ្ទះវ៉ៃនាងបានខំមកនិយាយសុំទោសទៅកាន់រូម៉ូអញ្ចឹងណាដោយសារតែនាងធ្វើឲ្យរូម៉ូនឹងកាន់តែពិបាកចិត្តថែមរូម៉ូនេះនិយាយថាអត់អីទេវ៉ៃមិនមែនជាកំហុសរបស់ឯងទេប៉ុន្តែលើកក្រោយកុំធ្វើបាបសិនចាងទៀតអីហើយយើងក៏អរគុណឯងដែរដែលធ្វើឲ្យយើងបំភ្លេចរនចង់ដោយផ្លូវល្អបន្ទាប់ពីបិទទូរស័ព្ទហើយវ៉ៃនាងអត់ស្នុកក្នុងខ្លួនទេនាងនិយាយថាស្ដាប់សម្ដីរបស់រូម៉ូទៅនាងពិតជាខូចចិត្តខ្លាំងមែនទែនរបៀបថាឡើងអស់សង្ឃឹមហ្មងណានាងមិនដឹងថាត្រូវជួយរូម៉ូមកទៀតទេនេះងាកទៅមើលសិនចាងវិញគេកំពុងតែញ៉ាំស្ករគ្រាប់ហើយមើលស្ករគ្រាប់ហ្នឹងទៅគឺជាស្ករគ្រាប់នៅក្នុងមង្គលការរបស់រនចង់ហើយនឹងសែលូហ្នឹងវ៉ៃនឹងឃើញអញ្ចឹងហើយនឹងខឹងជាមួយនឹងសិនចាងហ្មងណាកាន់មកដល់ថ្ងៃថ្មីរូម៉ូនាងរត់ចូលទៅក្នុងអូហ្វីសរបស់រនចង់ប៉ុន្តែជំនួយការសាងនិយាយថារនចង់គេអត់នៅខាងក្នុងទេបើសិនជាមានរឿងអីត្រូវនិយាយជាមួយនឹងរនចង់ហ្នឹងអាចប្រាប់គេបានរូម៉ូនាងក៏បានបកគោកដាស់លាឈប់នាងហ្នឹងឲ្យទៅកាន់ជំនួយការសាងហើយនាងនិយាយថានាងចង់ដាក់ពាក្យលាឈប់ហើយនាងផ្ដាំទៅកាន់សែលូថាឥឡូវហ្នឹងនាងបានធ្វើតាមការណែនាំរបស់សែលូហើយរូម៉ូនាងក៏បាននិយាយអរគុណទៅកាន់រនចង់ដែលមើលថែនាងតាំងពីពេលដែលនាងចូលមកធ្វើការកន្លងមកហ្នឹងណាជាចុងក្រោយរូម៉ូនាងបានជូនពររនចង់ហើយនឹងសែលូឲ្យពីអ្នកគេរៀបការឲ្យមានសុភមង្គលលេចមើលរនចង់វិញគេឈរស្ដាប់តាំងពីក្បាលដំបូងមកម្លេះគេអត់មានដើរទៅចិត្តរូម៉ូអីទេណាហើយរូម៉ូនាងក៏បានដឹងដែរថារនចង់គេនៅហ្នឹងប៉ុន្តែមើលទឹកមុខពីអ្នកនឹងទៅអាណិតខ្លាំងមែនតែនហ្មងណាកាន់មកដល់ក្នុងភូមិម៉ៃទីវិញម្ដងរនចង់គេបានសម្រេចចិត្តមករស់នៅជាមួយនឹងហ្វាដខុនវិញហើយនិយាយពីថាប៉ាកូនគេនេះអត់ចេះធ្វើថៃមែននឹងចាប់ចុះចាប់ឡើងជ្រូថៃពេញនឹងអស់តាមពេលនឹងដែររូម៉ូនាងក៏បានមកដល់ល្មមរូម៉ូលីងលាឈប់ពីការងារដល់ពេលអញ្ចឹងទៅឥឡូវហ្នឹងនាងមករស់នៅក្នុងភូមិម៉ៃទីនឹងដែរហើយរូម៉ូនាងក៏បានចូលក្នុងចង្ក្រានក្បែរបញ្ចេញថ្វីដៃរបស់នាងអញ្ចឹងណារនយ៉ាងវិញគេក៏បានខ្សឹបប្រាប់ទៅកាន់ហ្វាដខុនថាប៉ាឯងមើលហើយម្នាក់ហ្នឹងគឺជាអនាគតកូនប្រសាររបស់ប៉ាឯងណាហ្វាដខុនក៏ខ្សឹបទៅវិញថាម្នាក់ស្រីនឹងមែនដែលឯងតែងតែនិយាយប្រាប់យើងរហូតមកហ្នឹងហ៎រនយ៉ាងគេញាក់ភ្នែកឲ្យសញ្ញាហ្វាដខុនថាម្នាក់ហ្នឹងហើយបន្ទាប់ពីបានធ្វើម្ហូបហើយពីអ្នកគេក៏បានយកម្ហូបហ្នឹងមកញ៉ាំនៅខាងក្រៅផ្ទះរនយ៉ាងគេក៏ទៅសាររូម៉ូថាគេមិនដែលដឹងសោះថារូម៉ូនេះបកកែធ្វើម្ហូបអញ្ចឹងណារូម៉ូនេះនិយាយថាដោយសារតែនាងនៅភូមិម៉ៃទីតាំងពីតូចអញ្ចឹងហើយនាងតែងតែធ្វើអាហារឲ្យម៉ាក់នាងញ៉ាំមិនតែប៉ុណ្ណោះនាងក៏ធ្លាប់ធ្វើអាហារជាច្រើនឲ្យអ្នកភូមិញ៉ាំទៀតហើយនាងក៏ធ្លាប់ធ្វើជាចុងភៅនៅក្នុងហាងមួយកន្លែងទៀតរនយ៉ាងគេលឺអញ្ចឹងហើយគេនិយាយថាមានរូម៉ូគេប្រៀបបីដូចជាមានកំណប់មួយដុំអញ្ចឹងខណៈនឹងដែរហ្វាដខុនក៏បានយកមុខម្ហូបមកបន្ថែមរូម៉ូនៅពេលដែលនាងបានភ្លក់ស្នាដៃហ្វាដខុនទៅនាងក៏លន់មាត់សរសើរនាងថាឆ្ងាញ់ណាស់តែហ្វាដខុនបានដាក់គ្រឿងតែគេខ្លះមានគ្រឿងតែអាត់កំបាំងអីមែនហ្វាដខុនក៏និយាយថាគ្មានគ្រឿងតែអាត់កំបាំងអីទេដាក់តែគ្រឿងធម្មតានឹងឯងបន្ទាប់មករូម៉ូនាងក៏បានសួរទៅកាន់រនយ៉ាងថាតារនយ៉ាងគេចង់បើកភោជនីយដ្ឋាននៅក្នុងភូមិម៉ៃទីនឹងមែនចឹងហើយតារនយ៉ាងគេមានរកកន្លែងសម្រាប់បើកភោជនីយដ្ឋាននឹងបាននៅរនយ៉ាងគេនិយាយតែជឿជាក់វិញថាគេរកបានហើយឥឡូវហ្នឹងមកតាមគេមកចាំគេនាំរូម៉ូទៅមើលកន្លែងហ្នឹងរនយ៉ាងគេក៏បាននាំរូម៉ូដើរជុំវិញផ្ទះហ្នឹងអញ្ចឹងណារូម៉ូនាងក៏សួរថារនយ៉ាងហ្នឹងលេងសើចជាមួយនឹងនាងមែនរនយ៉ាងគេក៏និយាយថាគេចង់បើកភោជនីយដ្ឋានហ្នឹងនៅក្នុងផ្ទះរបស់គេតែម្ដងហើយគេចង់ឲ្យរូម៉ូហ្នឹងជួយរនឹកឈ្មោះហាងដាក់គេមួយមករូម៉ូនាងគិតមកស្ទុះហើយនាងនិយាយថាដោយសារតែនៅក្នុងភូមិម៉ៃទីហ្នឹងសម្បូរដូងខ្លាំងណាស់ចឹងហើយនាងចង់ដាក់ឈ្មោះថា Daily Coconut មិនដែរឈ្មោះហ្នឹងល្អអត់រនយ៉ាងគេនិយាយថាមានអីល្អតារូម៉ូនាងត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការធ្វើជាដៃគូសហការរបស់គេរូម៉ូនាងនិយាយថាប្រកាសអីកាន់មកមើលរនចង់វិញសិនចាញ់គេបានយកទៅដោះគោហើយនឹងกระดาษលាឈប់របស់រូម៉ូយកមកឲ្យរនចង់ហើយសិនចាញ់គេបានសួរទៅកាន់រនចង់ថាតារនចង់ប្រកាសអត់ថានឹងរៀបការជាមួយនឹងសែវលូរនចង់គេក៏ឆ្លើយវិញថាថ្ងៃរៀបការបានកំណត់ចេញមកហើយទោះមិនក៏ដោយគេក៏ត្រូវតែរៀបការជាមួយនឹងសែវលូដែរសិនចាញ់គេនិយាយវិញថាអ្នកដែលរនចង់ស្រឡាញ់នឹងគឺជារូម៉ូហើយក៏រនចង់ទៅរៀបការជាមួយនឹងសែវលូអញ្ចឹងឥឡូវហ្នឹងបើសិនជារនចង់ស្ដាយក្រោយវាអាចនៅទាន់ពេលសិនចាំវិញគេនិយាយបញ្ចុះបញ្ចូលទៅកាន់រនចង់ច្រើនខ្លាំងណាបើមើលទៅកាន់រនចង់វិញមើលទៅគេដូចជាអត់ស្រួលខ្លួនខ្លាំងមែនតើគេរងប់ឈរមែនណាគេមិនទាន់ឈរបានផងក៏ស្រាប់តែដួលភីងឥឡូវហ្នឹងរនចង់គេបានចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់បដ ហើយខាងលោកគ្រូពេទ្យហ្នឹងក៏បានមកប្រាប់សៅលូបន្តពីអាការៈរបស់រនចង់សៅលូវិញនឹងភ័យខ្លាំងយកតែមែនតែនហ្មងណាអាចចង្វាក់បេះដូងរបស់រនចង់ហ្នឹងមើលទៅដូចជាអត់លោតសោះប៉ុន្តែនៅពេលដែលសៅលូនឹងបានមកដល់ហ្នឹងចង្វាក់បេះដូងរបស់រនចង់ហ្នឹងក៏បានលោតមកធម្មតាវិញរនចង់គេបានផាច់ភ្នែកអីអញ្ចឹងណាដល់ពេលអញ្ចឹងទៅសៅលូនឹងឡើងធូរចិត្តខ្លាំងមែនតែនហ្មងសិនចាំងគេក៏ធូរចិត្តដែរលោកគ្រូពេទ្យក៏បានមកនិយាយជាមួយនឹងសៅលូតាក់ទងជាមួយនឹងអាការៈរបស់រនចង់គាត់និយាយថាឯកសារដែលសៅលូបានផ្ដល់ឲ្យគាត់ហ្នឹងគាត់បានប្រឌិតមើលហើយតាមប្រភេទឈាមទាំងទំហំអីហ្នឹងវាស័ក្តិសមជាមួយនឹងរនចង់ខ្លាំងមែនតែនហ្មងនិយាយទៅគឺថាបេះដូងមួយហ្នឹងបើសិនជាយកមកអាចវះកាត់ដាក់ចូលក្នុងរនចង់ភ្លាមហ្មងហើយគាត់និយាយ
ថាអាការៈរបស់រនចង់នឹងកាន់តែខ្លាំងទៅហើយចឹងហើយគាត់ណែនាំឲ្យរនចង់នឹងប្រញាប់វះកាត់ទៅសាលូនាងក៏បាននិយាយអរគុណទៅកាន់លោកគ្រូពេទ្យនឹងហើយសាលូនាងញញឹមទាំងមានគំនួចរួចនាងនិយាយតែម្នាក់ឯងថាអញ្ចឹងអូនមានវិធីជួយបងបានហើយចូលមកដល់ខាងក្នុងសិនចាញ់គេប្រាប់ថារនចង់នឹងអត់ទាន់ដឹងខ្លួនទេសាលូនាងក៏ឲ្យរនចង់នឹងទៅសម្រាប់ទៅទុកឲ្យនាងជាអ្នកមើលថែរនចង់ហើយនាងផ្ដាំទៅកាន់សិនចាញ់ថាឲ្យលាក់រឿងដែលរនចង់គេនៅមន្ទីរពេទ្យនឹងជារឿងសម្ងាត់បន្ទាប់ពីសិនចាញ់ចេញទៅបាត់ទៅសាលូនាងក៏បាននិយាយជាមួយនឹងរនចង់ថាមានតែឱកាសនេះដែលអាចជួយបងបានអញ្ចឹងអូនបានស្វែងរកបេះដូងដែលត្រូវគ្នាជាមួយនឹងបងខ្លាំងមែនតើដោយអូនបាននិយាយប្រាប់បងអញ្ចឹងថាអូនមិនឲ្យបងស្លាប់ទេនៅលើលោកនេះអូនអាចមិនខ្វាយខ្វល់ជាមួយនឹងរឿងអ្វីៗទាំងអស់អូនអាចនឹងមិនខ្វាយខ្វល់ជាមួយនឹងមនុស្សនៅជុំវិញខ្លួនប៉ុន្តែសម្រាប់បងម្នាក់អូននឹងមិនឲ្យបងទៅណាចាអូនជាដាច់ខាតអញ្ចឹងបងនឹងមិនស្លាប់ជាដាច់ខាតកាត់មកមើលនៅក្នុងភូមិមៃទីវិញម្ដងរូម៉ូនាងមើលទៅស្រស់ស្រាយខ្លាំងមែនតើនាងដើររាក់ទាក់ជាមួយនឹងអ្នកភូមិហើយក៏បានជួបជាមួយនឹងអ្នកភូមិម្នាក់នេះតែគាត់មានឈ្មោះថាកញ្ញាលីននឹងបានសួរទៅកាន់រូម៉ូថារូម៉ូនឹងទិញគេខ្លះច្រើនម៉ែរូម៉ូនឹងក៏ឆ្លើយថានាងទិញគ្រឿងផ្សំសម្រាប់សាកធ្វើម្ហូបថ្មីហ្នឹងកញ្ញាលីននឹងក៏បានសួររូម៉ូតាក់ទងជាមួយនឹងរឿងក្រុមហ៊ុនរនស៊ីក្នុងការអភិវឌ្ឍភូមិមៃទីរូម៉ូនឹងក៏ប្រាប់តាមនឹងទៅថាក្រុមហ៊ុននឹងមានការអភិវឌ្ឍនៅក្នុងភូមិមៃទីហើយនឹងបានអត្ថប្រយោជន៍អីខ្លះអញ្ចឹងណានឹងដែររនយ៉ាងគេក៏បានមកដល់កញ្ញាលីនពេលឃើញរនយ៉ាងហើយគាត់និយាយថាប្រៀបដូចជាបានឃើញរនចឹងអញ្ចឹងណាគាត់ក៏បានសួររនយ៉ាងថាមិនក៏រនយ៉ាងធ្វើការនៅក្រុមហ៊ុនរនស៊ីសុកក៏បែរជាមកបើកហាងនៅក្នុងភូមិមៃទីវិញរនយ៉ាងគេនិយាយថាដោយសារតែគេចង់នៅជាមួយនឹងប៉ាដខុនណាមកគេចង់ធ្វើរឿងអីដែលសប្បាយធ្វើឲ្យខ្លួនគេសប្បាយចិត្តចឹងណាកញ្ញាលីនក៏បានសូមឲ្យរនយ៉ាងទៅនិយាយជាមួយនឹងរនចឹងតាក់ទងនឹងការអភិវឌ្ឍភូមិមៃទីនឹងឲ្យកាន់តែល្អអញ្ចឹងណារនយ៉ាងគេនិយាយថាបើសិនជាគេអត់និយាយប្រហែលជាល្អជាងដោយសារគេហើយនឹងរនចឹងប្រៀបដូចជាទឹកនឹងភ្លើងចឹងអត់ត្រូវគ្នាទេរូម៉ូហើយនឹងរនយ៉ាងក៏បញ្ញាប់លាទៅមុនដោយសារតែបញ្ញាប់រៀបចំហាងកញ្ញាលីនក៏សម្លឹងមើលពីអ្នកនឹងហើយគាត់និយាយថាពីអ្នកគេនឹងពិតជាសមគ្នាខ្លាំងណាចំណែកអាជីនវិញគេនិយាយថាអត់សមគ្នាឈូហៅបានសមជាមួយនឹងរូម៉ូកញ្ញាលីននឹងនិយាយថាមែនន័យរូម៉ូនឹងក៏សមជាមួយនឹងរនយ៉ាងហើយក៏សមជាមួយនឹងឈូហៅពីអ្នកនឹងណាគេក៏បានដែរប៉ុន្តែនាងវិញអត់ទាន់រកឃើញស្នេហ៍ពិតរបស់នាងទេកន្លែងទៅសែតនឹងក៏ស្រាប់តែប្អូនរូម៉ូនឹងបានមកសួរផ្ទះហ្វាដខុននឹងពីកញ្ញាលីននឹងគ្រាន់តែឃើញប្អូនរបស់រូម៉ូហើយដូចធ្លាក់ក្នុងរលងស្នេហ៍គេហ្មងណាតទៅពីបានទីតាំងហើយប្អូនរបស់រូម៉ូរចេញទៅកញ្ញាលីននឹងក៏ខ្វាត់ថាចង់ញ៉ាំផ្អែមអីអត់ចឹងណាតែប្អូនរូម៉ូគេបដិសេធគេថាគេបញ្ញាកាត់មកមើលរូម៉ូវិញកំពុងតែជិះកង់ជាមួយនឹងរនយ៉ាងនឹងនាងក៏បានសួរទៅកាន់រនយ៉ាងថាតារនយ៉ាងគេគិតច្បាស់ហើយមែនថាគេឈប់ធ្វើការនៅក្នុងក្រុមហ៊ុនធំហើយមកបើអាជីវកម្មតូចតាចនៅក្នុងភូមិមួយអីអញ្ចឹងណារនយ៉ាងគេនិយាយមកទាំងភាពជឿជាក់និងភាពមោះមុតគេថាប្រកាសរៃដោយសារតែជីវិតរបស់មនុស្សម្នាក់ពិតជាខ្លីខ្លាំងណាអញ្ចឹងហើយយើងគួរណាទៅរកការងារនឹងរបស់ដែលធ្វើឲ្យយើងមានក្តីសុខរូម៉ូនាងលឺរនយ៉ាងនិយាយបែបនេះនាងក៏សប្បាយចិត្តដែរពីមកបានតែបន្តិចហ្នឹងក៏បានជួបគ្នាជាមួយនឹងប្អូនរូម៉ូនាងឃើញប្អូននាងមកអញ្ចឹងនាងពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើប្អូនរូម៉ូហ្នឹងគេនិយាយថាគេមកយកអវ៉ាន់ដែលរូម៉ូភ្លេចយកនៅផ្ទះហ្នឹងយកមកឲ្យហើយគេមកអត់បានប្រាប់ហ្នឹងដោយសារតែចង់មកsurpriseរូម៉ូហ្នឹងឥឡូវនេះមកដល់ផ្ទះភ្លាមក៏ពួកគេចាប់ដើមរៀបចំតាប់តែងសម្រាប់បើកហាងនៅថ្ងៃស្អែកនិយាយពីថាម្នាក់ហ្នឹងស្រស់ដៃស្រស់ជើងគ្នាខ្លាំងមែនតើតែរនយ៉ាងគេរៀបចំសុកហ្នឹងគេក៏មកអង្គុយញ៉ាំអីលួចខ្ជិលរូម៉ូនាងឃើញអញ្ចឹងហើយនាងក៏បានបោះកសែងមើលលើរនយ៉ាងឃើញអញ្ចឹងហើយគេក៏បញ្ញាប់ទៅរៀបចំតមានណារូម៉ូនាងមកអង្គុយញ៉ាំអីម្ដងពួកគេរៀបចុះរៀបឡើងតាំងពីព្រឹករហូតមកដល់យប់បានហើយលើកផ្លាកហាងលើកអីហើយពួកគេក៏បានថតរូបនៅមុខហាងហ្នឹងទុកជាអនុស្សាវរីយ៍កាន់មកដល់ថ្ងៃថ្មីប្អូនរបស់រូម៉ូត្រូវត្រឡប់ទៅវិញហើយប្អូនរូម៉ូគេថាគេអត់ចង់ទៅវិញទេទស្សនវិជ្ជានៅទីនេះពិតជាស្រស់ស្អាតដូចជាពួកគេនៅកាលពីតូចអញ្ចឹងគេអត់ចង់ទៅវិញទេរូម៉ូនេះនិយាយថានៅពេលដែលអញវិស្សមកាលអញអាចមកលេងយើងបានមកនៅទីហ្នឹងអញ្ចឹងណាប៉ុន្តែឥឡូវហ្នឹងពេលដែលត្រឡប់ទៅផ្ទះវិញជួយមើលថែប៉ាម៉ាក់ផងហើយនាងប្រាប់ប្អូនរបស់នាងថាទៅដល់ហ្នឹងកុំបារម្ភពីនាងអីនៅពេលដែលប្អូនរបស់រូម៉ូចេញទៅបាត់វៃនាងក៏បានខំមកកាន់រូម៉ូវៃនាងល្អថារូម៉ូហ្នឹងឥឡូវក៏រវល់សិនចាហ្នឹងក៏រវល់ឥឡូវហ្នឹងនាងពិតជាឯកាខ្លាំងណាស់ហើយវៃនាងនិយាយថានាងបានលឺអ្នកនៅក្នុងក្រុមហ៊ុនរនស៊ីនិយាយថារនចង់ហ្នឹងគេដូចជាធ្វើការលើកកម្លាំងឡើងចូលពេទ្យរូម៉ូនេះស្ដាប់ឮហើយនាងមើលទៅដូចជាព្រួយបារម្ភដែរប៉ុន្តែមាត់នាងនិយាយថាវៃរឿងរបស់រនចង់នាងលែងចង់ដឹងលែងចង់ឮទេដែរអញ្ចឹងហើយកុំយកមកប្រាប់នាងទៀតនិយាយតែប៉ុណ្្នឹងហើយក៏បានបិទទូរស័ព្ទជាមួយនឹងវៃបាត់មកនៅក្នុងមន្ទីរពេទ្យនេះវិញសិនចាញ់គេបានមកនិយាយការងារជាមួយនឹងរនចង់គេមិនតាន់ជាណាមកនិយាយការងារតទៀតហើយចាលូនាងឃើញអញ្ចឹងហើយនាងនិយាយថានៅក្នុងមន្ទីរពេទ្យអត់គួរណាយកការងារមកនិយាយទេណាមករនចង់ក៏អត់តាន់ស្រួលខ្លួនស្រួលបួដែរតែសិនចាញ់ចេញទៅបាត់រនចង់គេក៏បានសួរថា
ថាមានឃើញរូបថតមួយស្លឹកនៅក្នុងកៅអៅរបស់គេអត់ចាលោកនាងសួរថារូបថតមួយស្លឹកនេះមែនរនចឹងគេអង្គុយមើលរូបថតនឹងទាំងក្រៀមក្រំហ្មងណាចាលោកនាងប្រាប់រនចឹងថាមិនបាច់ខ្លាចនាងខឹងទេជាមួយនឹងរូបថតមួយស្លឹកហ្នឹងនាងមិនខឹងទេព្រោះដោយសារតែបន្តិចទៀតហ្នឹងរនចឹងគឺជារបស់នាងហើយប៉ុន្តែនាងក៏បានទាញរូបថតមួយស្លឹកហ្នឹងទៅទុកហើយយករូបថតរបស់នាងជាមួយនឹងរនចឹងហ្នឹងយកមកដាក់តាំងវិញហើយនាងបាននិយាយថារូបថតមួយនេះមិនវាស័ក្តិសមចាលោកនាងក៏បន្តទៀតថាគម្រោងផែនការរៀបការរបស់ពួកយើងបានធ្វើហើយតើរនចឹងចង់មើលអត់រនចឹងគេឡើងសារឲ្យគេនិយាយថាគេអស់កម្លាំងណាដល់លោកនាងក៏និយាយថាអត់អីទេឲ្យរនចឹងនឹងសម្ដែងបានច្រើនទៅទុកឲ្យរឿងរៀបការហ្នឹងទុកឲ្យនាងជាអ្នករៀបចំໄວនាងបានខំមកកាន់សិនចាងតែមករករឿងសិនចាងហ្មងណានាងសួរសិនចាងថាមិនក៏មករយៈហ្នឹងនាងតែទៅអត់មានលើកទូរស័ព្ទរបស់នាងអញ្ចឹងសិនចាងគេនិយាយថាឥឡូវហ្នឹងគេកំពុងតែនៅ business trip អញ្ចឹងហើយគេលវខ្លាំងណាស់គេអត់សូវបានលើកទូរស័ព្ទរបស់ໄວទេនាងលឺសិនចាងនិយាយអញ្ចឹងហើយនាងឡើងឆ្ងល់ហើយនាងសួរសិនចាងថាក្រែងរនចឹងចូលមន្ទីរពេទ្យហើយតើសិនចាងទៅ business trip ហ្នឹងជាមួយនឹងណាគេហើយសិនចាងហ្នឹងអាចមានពេលទៅ business trip ទៀតដោយសារតែរនចឹងចូលមន្ទីរពេទ្យសិនចាងគេក៏ប្រើល្បិចធ្វើជាដាច់សេវាតែពេលអញ្ចឹងទៅគេបិទបាត់នាងចាប់ផ្ដើមឆ្ងល់នាងនិយាយថាតើសិនចាងមានរឿងអីលាក់បាំងជាមួយនឹងនាងមែនក៏លេចមកមើលរនយ៉ាងវិញគេបានជីកកង់មកប្រាប់កញ្ញាលិនថាថ្ងៃស្អែកហ្នឹងហាង Daily Coconut របស់គេនឹងបើកហើយដល់ពេលអញ្ចឹងគេអញ្ជើញកញ្ញាលិននិងអ្នកភូមិទាំងអស់ហ្នឹងទៅចូលរួមសម្ពោធផងរនយ៉ាងគេហៅត្រឡប់មកវិញហើយកញ្ញាលិននាងក៏ខកឲ្យរនយ៉ាងហ្នឹងជួយទិញ accessory នាងមួយទៅដំបូងហ្នឹងរនយ៉ាងគេមិនចង់ទិញទេគេថាគេមិនចាប់អារម្មណ៍អញ្ចឹងណាប៉ុន្តែកញ្ញាលិនហ្នឹងនិយាយពីថាប្រម៉ូទខ្លាំងមែនតើគាត់និយាយថារូម៉ូនេះមិនទាន់បានយកព្រមធ្វើសង្សារជាមួយនឹងរនយ៉ាងទេចំណែករនយ៉ាងវិញក៏មិនដែលបានទិញវត្ថុអនុស្សាវរីយ៍ឲ្យទៅកាន់រូម៉ូអីដែរមិនដូចជាឈូហៅគេតែងតែទិញរបស់កប៉ិកកប៉ុកអញ្ចឹងឲ្យរូម៉ូរហូតចំណុចទូចហ្នឹងដែលធ្វើឲ្យឈូហៅអាចឈ្នះរនយ៉ាងបានណារនយ៉ាងគេគ្រាន់តែលឺអញ្ចឹងហើយគេមិនឲ្យឈូហៅឈ្នះគេបានទេអញ្ចឹងហើយគេក៏ឲ្យកញ្ញាលិនហ្នឹងជួយរើសរបស់ឲ្យគេមួយមកយកអាណាល្អជាងគេនិយាយទៅទីផ្សាររបស់កញ្ញាលិនហ្នឹងគឺល្អខ្លាំងមែនតើត្រឡប់មកកាន់សាលូវិញសាលូនឹងបានសួរទៅកាន់រនចឹងថាឥឡូវហ្នឹងរនយ៉ាងគេឈប់ធ្វើការនៅក្នុងក្រុមហ៊ុនរនស៊ីគ្រប់ហើយមែនក្រែងពីមុនរនចឹងតែងតែចង់ឲ្យរនយ៉ាងហ្នឹងបានធ្វើការនៅក្នុងក្រុមហ៊ុនរនស៊ីដើម្បីបន្តតំណែងពីរនចឹងអញ្ចឹងណារនចឹងគេនិយាយថារនយ៉ាងហ្នឹងគេឈប់ហើយប៉ុន្តែរនយ៉ាងគេបានស្គាល់គ្នាជាមួយនឹងបុគ្គលិកហើយនឹងក្រុមហ៊ុនបានច្រើនហើយអញ្ចឹងនៅពេលដែលគេត្រឡប់មកវិញគេក៏អាចកាន់ការងារហ្នឹងបានល្អដែរសាលូនឹងក៏បន្តសួរទៀតថាតើឥឡូវហ្នឹងរនយ៉ាងគេនៅណារនចឹងគេក៏ចម្លែកចិត្តបណ្ដាគេសួរថាមិនក៏សុកស្រាប់តែសាលូចាប់អារម្មណ៍ជាមួយនឹងរនយ៉ាងអញ្ចឹងប៉ុន្តែគេក៏មិនដឹងដែរថាឥឡូវហ្នឹងរនយ៉ាងនៅណាប្រហែលជាអាចនៅជាមួយនឹងហ្វាដខុនសាលូនឹងធ្វើទឹកមុខឡើងមុំហើយនឹងនិយាយថាដោយសារតែរនយ៉ាងហ្នឹងសំខាន់សម្រាប់រនចឹងខ្លាំងណារនចឹងគេលឺអញ្ចឹងហើយគេនិយាយថាមិនទេដោយសារតែសាច់ញាតិរបស់គេហ្នឹងនៅសល់តែរនយ៉ាងម្នាក់ទៀតទេរនចឹងហ្នឹងគេបានផ្ដាំឲ្យសាលូជួយមើលរនយ៉ាងហើយនឹងក្រុមហ៊ុនរនស៊ីជំនួសគេផងសាលូនឹងក៏យកព្រមប៉ុន្តែមើលទឹកមុខរបស់នាងទៅដូចជាមានគំនួចយ៉ាងម៉េចទេនេះកាត់មកមើលពីអ្នកនេះវិញម្ដងលោកវូបានសួរទៅកាន់អ្នកស្រីលូថាតើអ្នកស្រីលូចង់បន្តឬមួយក៏បញ្ឈប់ត្រឹមហ្នឹងលោកវូនឹងចង់ណែនាំឲ្យអ្នកស្រីលូនឹងចាប់ផ្ដើមជីវិតថ្មីអីអញ្ចឹងណាតែអ្នកស្រីលូនឹងបាននិយាយថាបើសិនជាឯងចង់ចាប់ផ្ដើមជីវិតថ្មីឯងទៅតែម្នាក់ឯងទៅលោកវូគាត់និយាយថាគាត់មិនអាចទៅចោលអ្នកស្រីលូបានទេអ្នកស្រីលូគាត់ក៏និយាយទាំងទឹកមុខឡើងមួមហ្មងហើយគាត់និយាយថាអញ្ចឹងឯងគូនណាតែសងសឹកទៅកាន់រនយ៉ាងឲ្យយើងរកថាឥឡូវហ្នឹងរនយ៉ាងគេនៅណាក៏លេចមកមើលរនយ៉ាងវិញគេបានស្និទ្ធសក់មួយនេះពីកញ្ញាលិនគេទិញស្និទ្ធសក់ហ្នឹងអស់ឡើង50យួនណាគេនិយាយថាស្និទ្ធសក់ប៉ុណ្ណឹងសោះអស់50យួនតែកញ្ញាលិនហ្នឹងបោកគេដឹងប៉ុន្តែមើលទៅគេភ័យខ្លាំងមែនតើគេអត់ហ៊ានយកស្និទ្ធសក់ហ្នឹងយកទៅឲ្យរូម៉ូឯងហើយគេមិនមានតែស្និទ្ធសក់ឲ្យគេមានផ្កាមួយបាច់ទៀតនៅរេរចុះឡាហ្នឹងគេក៏សម្រេចចិត្តមានភាពក្លាហានដើរទៅហើយដើរទៅដល់ហ្នឹងគេក៏បានហុចផ្កាមុនគេរូម៉ូនេះក៏បានយកមកហើយនឹងក៏បានដាក់ចូលក្នុងថូនេះនិយាយថានៅពេលដែលផ្កាដាក់ចូលក្នុងថូចឹងទៅស្អាតណារនយ៉ាងគេអត់ទាន់ហ៊ានឲ្យអាស្និទ្ធសក់ហ្នឹងទៅកាន់រូម៉ូឯងស្រាប់តែពេលហ្នឹងដែរហ្នឹងភ្ញៀវអ្នកភូមិអីហ្នឹងបានមកដល់អញ្ចឹងហើយរូម៉ូនឹងក៏ប្រញាប់ទៅរាក់តាក់ជួយមើលអីអញ្ចឹងណារនយ៉ាងគេនៅតាក់ទៅយូរពេកឥឡូវអត់ទាន់បានឲ្យស្និទ្ធសក់ហ្នឹងទៅកាន់រូម៉ូឯងក្នុងហៅគេក៏បានមកដល់ដែរហើយគេមានបាច់ផ្កាឡើងមកបាច់ចុះរនយ៉ាងគេមើលទៅអត់ស្រួលគេក៏បានដើរទៅរាក់តាក់ជាមួយនឹងឈូហៅគេចង់យកផ្កាហ្នឹងយកទៅឲ្យរូម៉ូប៉ុន្តែរនយ៉ាងហ្នឹងទាញកន្ធាក់ផ្កាហ្នឹងយកមកហត់ហើយទាញអោបឈូហៅហ្នឹងដើរទៅមុខហ្មងកុំឲ្យបាននិយាយជាមួយនឹងរូម៉ូប៉ុន្តែបើយើងក៏លេមកមើលក្បែរដើមឈើនេះវិញដូចជាមាននរណាគេម្នាក់បានថតរូបរបស់ពួកគេមកជិះនេះនឹងឲ្យអ្នកនរគ្នាសម្រាប់ភាគទី18នេះដែរក៏បានស្លេះត្រឹមតែប៉ុណ្ណឹងអរគុណច្រើនអ្នកនរគ្នាសម្រាប់ការទស្សនាភាគនេះតាំងពីដើមមកដល់ចប់បើសិនជាអ្នកនរគ្នាពេញចិត្តការសម្ដែងរបស់ admin អ្នកនរគ្នាអាចឧបត្ថម្ភនិងលើកទឹកចិត្ត admin តាម QR code មួយនេះបានណា admin អរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ